ថៃបិទសាលារៀនចំនួន14នៅខេត្តប៉ฐุមធានីដោយសារបារម្ភពីបរិសម្នាក់ប្រដាប់ដោយអាវុធបានរត់គេចខ្លួនចូលក្នុងខេត្តនេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2026នេះបានឲ្យដឹងថាសាលារៀនចំនួន14កន្លែងនៅឡាត់លំកែវខេត្តប៉ฐุមធានីក្នុងប្រទេសថៃត្រូវបានបិទទ្វារដោយសារតែបរិសម្នាក់ប្រដាប់ដោយអាវុធបានរត់គេចខ្លួនសាលារៀនត្រូវបានបិទដើម្បីធានាសុវត្ថិភាពខណៈពេលដែលប៉ូលីសកំពុងស្វែងរកជនសង្ស័យដែលប៉ូលីសកំពុងស្វែងរកពីបទវាយប្រហារនិងប្រើប្រាស់អាវុធនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2026សាលារៀនចំនួន14កន្លែងនៅឡាត់លំកែវខេត្តប៉ฐุមធានីត្រូវបានបិទទ្វារដោយសារតែការវាយប្រហារដោយអាវុធដោយបរិសម្នាក់ដែលត្រូវបានគេស្គាល់ថាជាណុបផារ៉ាត់ជីនតូឬ L30 ដែលកំពុងរត់គេចខ្លួនពីខេត្តឈុនបុរីបន្ទាប់ពីបានប្រព្រឹត្តបទល្មើសជាច្រើនរួមទាំងការវាយប្រហារលើប្រពន្ធរបស់គាត់និងគំរាមកំហែងអ្នកដទៃដោយអាវុធប៉ុស្តិ៍ប៉ូលីសឡាត់លំកែវបានរាយការណ៍ថាជនសង្ស័យឈ្មោះណុបផារ៉ាត់បានរត់គេចខ្លួនទៅកាន់លំនៅឋានរបស់គាត់នៅឡាត់លំកែវបន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានវាយប្រហារប្រពន្ធរបស់គាត់និងបាញ់ទៅលើរថយន្តសង្គ្រោះផ្លូវ Highway មួយគ្រឿងនៅខេត្តឈុនបុរីកាលពីថ្ងៃទី15ខែកុម្ភៈឆ្នាំ2026បន្ទាប់មកគាត់បានចាប់ឪពុកក្មេករបស់គាត់ដោយកាំភ្លើងដោយទាមទារឲ្យប្រពន្ធរបស់គាត់មកជួបគាត់ឪពុកក្មេកបានរត់គេចខ្លួនដោយគ្មានរបួសហើយក្រោយមកបានដាក់ពាក្យបណ្ដឹងដែលនាំឲ្យមានដីកាចាប់ខ្លួនណុបផារ៉ាត់